បាទសួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំព្រៃខៀវម្ដងទៀតហើយស្វាគមន៍មកកាន់អាទិត្យទី5អញ្ចឹងថ្ងៃនេះខ្ញុំមានសាច់គ្រឿងថ្មីទៀតហើយដែលសាច់គ្រឿងហ្នឹងទុំតែកាត់ឡើងមួយខែមុនទេអ្នកនរគ្នាគឺថ្មីហ្នឹងតែម្ដងហើយសាច់គ្រឿងហ្នឹងតាក់ទងនឹងផ្ទះសំណាក់នៅជាខេត្តអញ្ចឹងណាអ្នកនរគ្នាគឺមានសិស្ស2នាក់ដែលគាត់មានឈ្មោះថាយ៉ារីនិងដាវីហ្នឹងគាត់បានទៅជួលផ្ទះសំណាក់នឹងដើម្បីមុនប្រឡង2ថ្ងៃគាត់ត្រូវដើររកផ្ទះសំណាក់ដើម្បីជួលឬក៏បន្ទប់ជួលតែចៃដន្យឲ្យគាត់រកបន្ទប់ជួលបាននេះអ្នកនរគ្នាគាត់រកបានតែផ្ទះទេអញ្ចឹងគាត់ក៏ឃើញបានន័យថាគ្រប់កន្លែងគឺពេញទាំងអស់អ្នកនរគ្នាដែលសិស្សគេត្រូវជួលច្រើនអញ្ចឹងដល់ពេលអញ្ចឹងទៅគាត់មកយឺតយ៉ាវអញ្ចឹងទៅគាត់ជួលអត់បានទេអញ្ចឹងវាពេញអញ្ចឹងធ្វើឲ្យគាត់ដើររកមួយថ្ងៃវិលថ្ងៃរត់បានបន្ទាប់មកគាត់ក៏បានឃើញផ្ទះសំណាក់មួយរៀងចាស់ដែរអញ្ចឹងតែគាត់ណាមួយគាត់ជាសិស្សដែលអត់សូវមានលុយដែរអញ្ចឹងអ្នកនរគ្នាគាត់ឃើញផ្ទះហ្នឹងទៅតំណងប្រហែលជាធូរថ្លៃគាត់ក៏សម្រេចចិត្តជួលហ្មងទៅតែគាត់ជួលតែ2ថ្ងៃទេអញ្ចឹងសាច់គ្រឿងហ្នឹងគាត់បាននិយាយប្រាប់ខ្ញុំទាំងភ័យខ្លាចអញ្ចឹងណាបងប្អូនគឺរឿងហ្នឹងគឺគួរឲ្យខ្លាចខ្លាំងមែនទែនហើយដោយសារវាពុំតកើតឥឡូវដែរអញ្ចឹងណាអ្នកនរគ្នាពុំមួយខែមុនទេអ្នកនរគ្នាមុនប្រឡងបាក់12ថ្ងៃហ្នឹងអញ្ចឹងរឿងរ៉ាវគឺគួរឲ្យខ្លាចខ្លាំងមែនទែនអូខេអញ្ចឹងមុននឹងចូលទៅដល់សាច់គ្រឿងខ្ញុំសង្ឃឹមតែអ្នកនរគ្នាជួយចុច Subscribe ព្រៃខៀវម្នាក់មួយមកអ្នកនរគ្នាដែលថាខ្ញុំទុំតែប្រកាសថ្មីថ្មោងអញ្ចឹងអត់ទាន់មានអ្នកគ្រប់គ្រងទេអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាស្ដាប់មកដល់ចំណុចនេះហើយជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើបន្តទៀតអញ្ចឹងណាអ្នកនរគ្នាអូខេឥឡូវខ្ញុំចូលមកដល់សាច់គ្រឿងតែម្ដងទៅអ្នកនរគ្នាគឺថាមុនដំបូងហ្នឹងមុនប្រឡងបាក់12ថ្ងៃហ្នឹងគាត់ត្រូវដាវីនិងយ៉ារីហ្នឹងគាត់ដើររកបន្ទប់ជួលណាបងប្អូនគឺបានន័យថាគាត់រៀបពងពេចចាក់ចេញពីផ្ទះដើម្បីទៅរកផ្ទះជួលដើម្បីជួលចិត្តមណ្ឌលអញ្ចឹងដោយសារផ្ទះគាត់ហើយនឹងមណ្ឌលប្រឡងហ្នឹងគឺនៅឆ្ងាយពីគ្នាខ្លាំងមែនតើតែថាដោយសារខាងសាលាគេតម្លាក់មកនៅឆ្ងាយអញ្ចឹងតម្លាក់ឲ្យពួកតម្លាក់ឈ្មោះពួកគាត់នៅមណ្ឌលឆ្ងាយអញ្ចឹងវានៅឆ្ងាយពីផ្ទះអញ្ចឹងពួកគាត់ពិបាកជិះចុះជិះឡើងអញ្ចឹងពួកមានតែពួកគាត់ហើយណាមួយពួកគាត់ខ្លាចតែងើបទៅអត់ទាន់អញ្ចឹងអ្នកនរគ្នាខ្លាចងើបទៅប្រឡងអត់ទាន់អញ្ចឹងមានតែសម្រាប់ចិត្តចាក់ចេញពីផ្ទះដើម្បីរៀបចំបំពេញហ្នឹងចាក់ចេញពីផ្ទះមួយមិត្តភក្តិគាត់ហ្នឹងហើយណាមួយមុននឹងចេញហ្នឹងគាត់ភាសាមួយគ្នាថាយើងត្រូវទៅរកផ្ទះជួលនៅណាអីនៅណាអញ្ចឹងណាអញ្ចឹងពួកគាត់ក៏សម្រេចចិត្តរៀបចំបំពេញហ្នឹងចាក់ចេញពីផ្ទះបានន័យថាគាត់ប្រាប់ពុកម៉ែគាត់ហើយអញ្ចឹងគាត់សម្រេចចិត្តចាក់ចេញផ្ទះមុនប្រឡង2ថ្ងៃហ្នឹងអញ្ចឹងគាត់ក៏បានជិះដើររកមួយមិត្តភក្តិគាត់ហ្នឹងដើររកចុះឡើងទៅរកអត់ឃើញច្រឡំរកអត់ឃើញតែគ្នាបានន័យថាជួលអត់បានន័យថាគាត់ដើររកផ្ទះជួលអត់បានសោះហើយពេលនិយាយទៅគាត់រកមកល្ងាចហ្នឹងជួលអត់បានសោះហើយបន្ទាប់មកគាត់ក៏សម្រេចចិត្តថាចង់ទៅវិញហើយតែចៃដន្យអីគាត់ក៏បានឃើញផ្ទះសំណាក់មួយតំណងអញ្ចឹងណាមើលទៅវារៀងសភាពចាស់ហើយនៅខាងក្រៅរៀងចាស់មែនតើអញ្ចឹងពួកគាត់ក៏សម្រេចចិត្តភាសាគ្នាថាពួកយើងដាវីយើងជួលនៅនឹងហ្មងទៅហ៎ដោយសារវារកមួយថ្ងៃរត់បានដោយសារផ្ទះសំណាក់វាពេញអស់អញ្ចឹងណាវាពេញអស់ហើយអញ្ចឹងយើងអត់ដឹងថាត្រូវទៅជួលនៅណាទៀតទេអញ្ចឹងមានតែជួលផ្ទះនឹងសិនហើយដោយសារណាមួយចេះអ្នកទាំងអស់គ្នាដោយសារពេលមុនប្រឡងហ្នឹងសិស្សគេឡើងមកបាននេះសិស្សដូចគាត់អញ្ចឹងគេត្រូវការជួលផ្ទះដែរអញ្ចឹងប្រហែលជាគាត់មកយឺតយ៉ាវអញ្ចឹងទៅផ្ទះនឹងវាពេញអស់ណាហើយណាមួយអ្នកទាំងអស់គ្នាដឹងហើយនៅខេត្តអត់សូវមានផ្ទះសំណាក់ហ្មងទេអញ្ចឹងដល់ពេលគេជួលអស់ពេញអញ្ចឹងទៅមានតែដើររត់បានអញ្ចឹងទៅមានតែចង់ត្រឡប់ទៅវិញបន្ទាប់មកគាត់ក៏ឃើញបាននេះគាត់ជីសុខគាត់ក៏ឃើញផ្ទះសំណាក់មួយហ្នឹងបន្ទាប់មកគាត់ក៏ភាសាមួយគ្នាហើយក៏សម្រេចចិត្តថាជួលអញ្ចឹងពេលដែលគាត់ចូលទៅជួលទៅឃើញបងស្រីម្នាក់ហ្នឹងគាត់ឈរនៅមុខហ្នឹងហើយយ៉ារីហ្នឹងគាត់សួរបងថាបងខ្ញុំចង់ជួលបន្ទប់មួយអញ្ចឹងណាដោយសារខ្ញុំចង់ជួលតែ2ថ្ងៃទេដើម្បីខ្ញុំត្រូវការមើលមេរៀនប្រឡងអីចឹងណាបងដោយសារ2ថ្ងៃទៀតខ្ញុំត្រូវប្រឡងបាក់12អញ្ចឹងបងមានសល់បន្ទប់ជួលអីអត់មែនអ្នកនរគ្នាពេលដែលគាត់ចូលទៅដល់ក្នុងផ្ទះសំណាក់នឹងដំបូងណាបានន័យថាពេលដែលគាត់ចូលទៅដំបូងហ្នឹងវាគ្រាន់និយាយទៅគាត់ដែលយើងឈានជើងចូលទៅក្នុងផ្ទះហ្នឹងភ្លេចដល់ពេលឈានជើងចូលទៅដល់អត់ទាន់ឃើញបងបានតែយើងឃើញបងស្រីអ្នកនៅនឹងគាត់ធ្វើការនៅនឹងឯងប៉ុន្តែពេលឈានជើងចូលវាមានអារម្មណ៍ថាគាត់ទៅចូលដល់ក្នុងនោះមានអារម្មណ៍ថាភ័យមានអារម្មណ៍ថាលហលហេវវាឥឡូវវាខ្យល់អ្នកនរគ្នា
ហើយក្នុងនោះគឺស្ងាត់ហើយសភាពក្នុងនោះមានអារម្មណ៍ថាចាស់ដូចកន្លែងហ្នឹងគេបោះបង់ចោលអត់មានអ្នកអនាម័យនៅអ៊ីអនាម័យឬក៏អ្នកធ្វើការអនាម័យអីនៅនឹងបោះចូលសម្អាតនៅផ្ទះហ្នឹងសោះនិយាយទៅមានអារម្មណ៍ថាអាគារនោះដូចអាគារទុកចោលហ្មងអាផ្ទះសំណាក់ហ្នឹងផ្ទះសំណាក់ដូចទុកចោលហ្មងដល់ពេលអញ្ចឹងទៅគាត់មានអារម្មណ៍ថាភ័យខ្លាចដែរវារឿងព្រឺដែរអញ្ចឹងអ្នកនរគ្នាពេលចូលទៅគាត់តែឈានចូលទៅវាមានអារម្មណ៍ថាព្រឺហ្មងវាមានខ្យល់បក់លហលហែវនិយាយទៅស្ងាត់ជ្រាបហ្មងហើយចែកដល់ហើយគាត់ចូលទៅអត់មានអ្នកគេជួដែរទេអ្នកនរគ្នានៅខាងក្រៅអីក៏មានឃើញម៉ូតូឡានអីដែរបានន័យថាមានអ្នកគេជួហ្មងបានន័យថាមានតែ2អ្នកគាត់ហ្នឹងដែលជាអ្នកដំបូងគេទៅជួឬក៏ពេលឬក៏គេអ្នកនៅជួក្នុងនោះគេរើចេញអស់ក៏មិនដឹងហើយគាត់មកតាមក្រោយហ្នឹងទៅគឺមានតែ2អ្នកគាត់ចឹងណាអត់ទាន់មានអ្នកគេមកជួបន្តទៀតចឹងណាអញ្ចឹងគាត់ក៏រៀងព្រឺដែរចឹងគ្រាន់តែចូលមកវាមានអារម្មណ៍ថារៀងព្រឺបាត់ហើយអ្នកនរគ្នាព្រឺហ្មងហើយបងស្រីហ្នឹងគាត់ឈរចាំនៅមុខហ្នឹងហើយបន្ទាប់មកយ៉ារីហ្នឹងគាត់ក៏បានដើរទៅសួរបងនឹងថាបងខ្ញុំចង់ជួបន្ទប់មួយដើម្បីខ្ញុំជួតែ2ថ្ងៃដើម្បីទុកខ្ញុំមើលមេរៀនដើម្បីត្រៀមប្រឡងបាក់ឌុបចឹងណាអញ្ចឹងបងស្រីអ្នកធ្វើការនៅហ្នឹងគាត់ក៏ប្រាប់ថាមានតាអូនមានបន្ទប់មានអូនមកគ្នាម្នាក់ដែរហើយយ៉ារីហ្នឹងគាត់ក៏ប្រាប់ថាខ្ញុំមកគ្នា2នាក់អញ្ចឹងអត់អីអូនអញ្ចឹងបងមានបន្ទប់អញ្ចឹងខ្ញុំចង់ជួប្រហែលថ្ងៃដែរយ៉ារីហ្នឹងគាត់ក៏ថាជួតែ2ថ្ងៃទេបងខ្ញុំជួតែ2ថ្ងៃទេអញ្ចឹងបងម្ចាស់ផ្ទះជួហ្នឹងគាត់ក៏ប្រាប់ថាអូខេអូនមានបន្ទប់អញ្ចឹងអូនឯងដើរតាមបងមកហើយខណៈពេលដែលយ៉ារីនិងដាវីគាត់កំពុងតែដើរតាមក្រោយខ្នងបងស្រីនឹងដើម្បីឈ្មោះទៅកាន់បន្ទប់ដែលបងស្រីនឹងក៏ដាក់ឲ្យជួអញ្ចឹងណាអញ្ចឹងដើរតាមនឹងទៅមានអារម្មណ៍ថាមើលអាក្នុងផ្ទះហ្នឹងទៅវាមានអារម្មណ៍ស្ងាត់មែនតើហ្មងវាដូចអាផ្ទះហ្នឹងដូចជាមានគ្នាគាត់តែ3នាក់ហ្នឹងជាមួយបងស្រីអ្នកនៅផ្ទះជួហ្នឹងហើយនឹងគាត់ហើយនឹងដាវីនិងយ៉ារីហ្នឹងគឺមានតែ3នាក់ហ្នឹងទេហើយដើរឡើងស្ងាត់ជ្រាបហើយអាផ្លូវដើរទៅឈ្មោះទៅកាន់បន្ទប់ហ្នឹងណាឡើងស្ងាត់ដូចចូលដូចសោះហើយឡើងរបៀបថាវាមានសភាពវាអាងឹតចឹងណាអ្នកនរគ្នាហើយពេលដែលបងស្រីនឹងដើររួមទៅដល់បន្ទប់ដែលគាត់ជួហ្នឹងគាត់ក៏ប្រាប់ថាអូននេះបងមកដល់បន្ទប់ហ្នឹងហើយអញ្ចឹងអូនឯងត្រូវនៅបន្ទប់ហ្នឹងហើយអញ្ចឹងអូនឯងនៅឲ្យបានសប្បាយទៅតាមសប្បាយណាអូនហើយយ៉ារីហ្នឹងគាត់ក៏ប្រាប់ថាបងនឹងបន្ទប់ហ្នឹងអញ្ចឹងនៅពេលហ្នឹងបងស្រីហ្នឹងក៏បានបើកបន្ទប់ហ្នឹងឲ្យគាត់បានចាក់សោបន្ទប់ហ្នឹងបើកឲ្យគាត់ណាគាត់បើកទ្វារក្រាក់មើលទៅក្នុងសភាពបន្ទប់ហ្នឹងអត់អីហងអ្នកទាំងអស់គ្នាគឺស្អាតនិយាយទៅវាមើលទៅវាឃើញស្អាតអីចឹងវាអត់មានអីទេហើយនៅពេលដែលពួកគាត់ទាំងពីរអ្នកហ្នឹងយ៉ារីនិងដាវីដើរចូលទៅគឺធម្មតាវាអត់មានអាព្រឺដូចអាពេលចូលមកអាដបងគេនៅអាមុខផ្ទះសំណាក់ពេលចូលមកមានអារម្មណ៍ព្រឺខ្យល់បាត់ហើយរហូតហោះកាត់ខ្លួនគាត់ចឹងគាត់មានអារម្មណ៍ភ័យហើយរៀងប្រហោងពោះប៉ុន្តែនៅពេលដែលគាត់បានចូលទៅដល់ក្នុងបន្ទប់នេះវិញគឺខុសពីអារម្មណ៍ដែលពេលនៅចូលនៅក្នុងអាផ្ទះសំណាក់ដើរចូលមកដបងចឹងនៅពេលដែលដើរចូលមកដល់ក្នុងបន្ទប់ហ្នឹងវាមើលទៅវាស្អាតហើយវាធម្មតាវាអីអញ្ចឹងគាត់យ៉ារីហ្នឹងក៏បានប្រាប់ទៅកាន់បងស្រីហ្នឹងថាណៃបងបន្ទប់ស្អាតអីខ្ញុំអាចនៅបានអញ្ចឹងបងស្រីម្ចាស់ផ្ទះជួលហ្នឹងគាត់ក៏ម្ចាស់ផ្ទះសំណាក់ហ្នឹងគាត់ក៏ប្រាប់ថាអត់អីអូនអញ្ចឹងអូនឯងនៅតាមសុបាយណាអញ្ចឹងបងក៏ជូនតអូនឯងប្រឡងជាប់ដែរអញ្ចឹងពេលហ្នឹងយ៉ារីគាត់ក៏ប្រាប់ថាអរគុណបងអញ្ចឹងបងស្រីម្ចាស់ផ្ទះជួលហ្នឹងក៏បានហុចសោទៅឲ្យយ៉ារីដើម្បីចូលទៅក្នុងបន្ទប់ហ្នឹងអញ្ចឹងប៉ុន្តែមុនពេលឲ្យសើហ្នឹងមុនពេលបងស្រីម្ចាស់ផ្ទះសម្ដែងចេញទៅយ៉ារីហ្នឹងគាត់អត់តន់ចូលបន្ទប់ឯបានន័យថាច្រឡំអ្នកទាំងអស់គ្នាគាត់ចូលបន្ទប់ឯប៉ុន្តែអារបៀបថាយើងចូលបន្ទប់ហើយយើងនៅចាំមើលបងស្រីនឹងដើរទៅសិនបានន័យថាយើងនៅអឺតកមើលអញ្ចឹងយើងអត់តន់បិទទ្វារទេហើយអ្នកទាំងអស់គ្នាអ្វីដែលគួរឲ្យខ្លាចខ្លាំងមែនតើហើយប្លែកមែនតើអារម្មណ៍គាត់ដែលធ្វើឲ្យយ៉ារីហ្នឹងមានអារម្មណ៍ថាឆ្ងល់ថានៅពេលដែលគាត់អឺតយ៉ារីនឹងគាត់អឺតកចេញពីបន្ទប់មកដើម្បីមើលបងស្រីនឹងដើរចុះទៅវិញអញ្ចឹងណាបាននេះដើរទៅកន្លែងដើរទៅក្រោមបងស្រីម្ចាស់ផ្ទះសំណាក់ដើរទៅវិញមានអារម្មណ៍ថាចេះបងនោះដើរលឿនដើររបៀបថាដើរដូចប្រញាប់ទៅណាអញ្ចឹងអ្នកទាំងគ្នាហើយដើរយ៉ាងញាប់ដូចផ្ទះហើយដល់ពេលហើយយ៉ារីគាត់ឃើញគាត់ឆ្ងល់ចុំបងនោះឲ្យសោឯងភ្លាមហើយដើរញាប់ដូច
ប្រញាប់ទៅណាដូចអ៊ីហេតុដើរលឿនហ្នឹងប្រញាប់ទៅណាអត់យល់ហើយពេលហ្នឹងវាធ្វើឲ្យអារម្មណ៍យ៉ារីហ្នឹងមានអារម្មណ៍ថាឆ្ងល់ម្ដងទៀតហើយមានអារម្មណ៍ថារៀងភ័យដែរចឹងជួយដោយសារគេអ្នកនរគ្នាឡើងមកមុនដំបូងដូចអត់អីទៅពេលចុះទៅវិញដូចប្រញាប់ទៅណាហើយគាត់ដូចដើរមួយក៏ដើរព្រោះវាយំដើរប្រញាប់ឲ្យដូចថាដូចរត់ចឹងប៉ុន្តែគាត់ដើរលក្ខណៈលឿនដើររបៀបមើលម៉ាត់ហើយដូចដើរចង់មក2 3 4 5ចាក់អាមអញ្ចឹងយ៉ារីគាត់ឆ្ងល់ផងហ្នឹងតមកយ៉ារីក៏គាត់គិតថាប្រហែលជាបងស្រីហ្នឹងគាត់ប្រញាប់ចុះទៅមើល office វិញណាដោយសារក្នុងអាកន្លែងយើងផ្ទះជួលនោះវាមានតែ3នាក់ទេវាមានតែយ៉ារីហើយនិងដាវីហើយនិងបងស្រីនឹងទេអញ្ចឹងដល់ពេលដែលបងស្រីនឹងគាត់នាំដាវីហើយយ៉ារីឡើងមកនោះបានន័យថាហើយនៅខាងក្រោមនោះមានតែគេនៅមើលអញ្ចឹងប្រហែលជាបងស្រីនឹងគាត់ប្រញាប់ចុះទៅមើលវិញខ្លាចមានណាគេចូលមកអញ្ចឹងទៅអត់ឃើញម្ចាស់ផ្ទះសំណាក់នៅហ្នឹងអញ្ចឹងទៅគាត់គេទៅវិញអីចឹងណាបងប្អូនអញ្ចឹងប្រហែលជាបងស្រីនឹងគាត់ប្រញាប់ទៅអញ្ចឹងហីអញ្ចឹងយ៉ារីនឹងក៏គាត់អត់ខ្វល់ដែរគាត់អត់ខ្វល់អញ្ចឹងគាត់ក៏គាត់ក៏ចូលទៅវិញទៅចុះបានន័យថាគាត់ក៏បិទទ្វារបន្ទប់ទៅហើយចូលទៅក្នុងទៅហើយចាក់សាវអូខេហើយបន្ទាប់មកពួកគាត់យ៉ារីហើយនិងដាវីហ្នឹងគាត់ក៏បានដេកមើលមេរៀនអញ្ចឹងអ្នកទាំងគ្នាបាននេះគាត់ចូលមកគាត់រៀបចំបន្ទប់អីហើយអញ្ចឹងហើយគាត់ក៏មួយទឹកមួយអីហើយគាត់ក៏មើលមេរៀនទាំងពីរនាក់អញ្ចឹងទៅហើយលុះម៉ោងប្រហែលជា9 យប់ណាអ្នកគ្នាម៉ោង9 យប់ចិត្តមកនិយាយទៅ9 ជាងចិត្ត10 យប់ណាយ៉ារីគាត់កំពុងតែដេកមើលមេរៀនសុកជាមួយនឹងដាវីហ្នឹងគាត់តែយ៉ារីមើលកំពុងដេកមើលហ្នឹងឮវាគាត់មានអារម្មណ៍ថាមានអារម្មណ៍ឮសលេងមនុស្សដើរកាត់មុខបន្ទប់គាត់បានន័យថាគេដើរទៅខាងមុខទៀតអញ្ចឹងណាអ្នកគ្នាគាត់និយាយទៅគាត់ឮសលេងអញ្ចឹងហ្មងគាត់ឮសលេងអាតំណប់ជើងយើងដើរក្រឹកដើរកាត់បានន័យថាដើរកាត់មុខបន្ទប់ណាប៉ុន្តែអ្នកទាំងនេះត្រូវដឹងថាពេលយើងដេកចឹងទៅបើសិនជាគេដើរធម្មតាប៉ុន្តែនេះវាមានអារម្មណ៍ថាដើរយើងលឺចឹងណាអញ្ចឹងវាធ្វើឲ្យរំខានដល់គាត់កំពុងតែមើលមេរៀនយ៉ារីហ្នឹងគាត់មានអារម្មណ៍ថាវារៀងស្គីតិចដោយសារមានអារម្មណ៍ថាអាអ្នកដើរហ្នឹងវាដើរលឺពេកវាដើរហ្នឹងដើរចង់ឲ្យយើងលឺហ្មងណាទាំងគ្នាដើរក្រឹកដើរឆ្ពោះទៅខួរបន្ទប់គាត់ចឹងណាដើរមុខបន្ទប់គាត់ដើម្បីទៅកាន់អាបន្ទប់ចិត្តហ្នឹងណាអញ្ចឹងគាត់អត់ឆ្ងល់ចំមកស្មោះហ្នឹងប្រហែលជាណាគេដើរកាត់មុខបន្ទប់ប្រហែលជាមានគេមកជួជាប់ហ្នឹងឯងតាមមើលប្រហែលជាមានមនុស្សមកជួបន្ទប់ចឹងហ្នឹងអញ្ចឹងយើងសប្បាយចិត្តដោយសារមានគេមកជួដែរអញ្ចឹងទៅវាយើងអត់សូវស្ងាត់អញ្ចឹងពួកគាត់ហ្នឹង2នាក់ហ្នឹងក៏មើលមេរៀនបន្តទៀតទៅហើយពេលហ្នឹងយ៉ារីហ្នឹងក៏គាត់បានមើលមេរៀនចប់ហើយក៏គាត់បានចូលគេងនៅតែគ្នាគាត់បានចូលគេងហើយបន្ទាប់មកព្រឹកឡើងហ្នឹងយ៉ារីគាត់ក៏ងើបពីដេកហ្នឹងគាត់ក៏បើកបន្ទប់ចេញមកខាងក្រៅបើកបន្ទប់បានន័យថាគាត់បើកទ្វារបន្ទប់ហ្នឹងបើកអាទ្វារបន្ទប់ហ្នឹងចេញមកខាងក្រៅហើយគាត់មើលគ្រាន់តែគាត់បើកទ្វារក្រាក់គាត់មើលជុំវិញញាក់ចុះញាក់ឆ្វេងញាក់ស្ដាំទៅបន្ទប់ហ្នឹងស្ងាត់ជាអ្នកនរគ្នាដូចជាហើយអ្នកនរគ្នាចាំទៅចេះអាបន្ទប់ផ្ទះជួលហ្នឹងណាច្រឡំផ្ទះជួលរហូតអ្នកនរគ្នាផ្ទះសំណាក់ហ្នឹងណាពេលព្រឹកណាអ្នកនរគ្នាពេលព្រឹកប៉ុន្តែវាមានសភាពដូចអាណិតដូចអាសរៀងពេលយប់ដែរបានន័យថាវាអត់សូវភ្លឺទេអាក្នុងផ្ទះហ្នឹងដូចដោយសារគេអត់បើកអាភ្លើងខាងហ្នឹងក៏មិនដឹងដែរអត់បើកអាភ្លើងអាខាងបន្ទប់ខាងមុខទៀតហើយអញ្ចឹងបានន័យថាបើគេអត់បើកបានន័យថាអាខាងមុខនេះអាខាងមុខដែលគាត់នៅនេះគឺគេបើកភ្លើងធម្មតាហើយអាខាងនោះទៅដើមន័យថាយើងឈ្មោះដើរទៅកាន់អាបន្ទប់មុខទៀតហ្នឹងបានន័យថាភ្លើងកន្លែងហ្នឹងគឺងឹតអញ្ចឹងបានន័យថាមិនបានន័យថាដល់តែមានមនុស្សទៅជួលនៅមុខហ្នឹងទេបានអាម្ចាស់តែជួចាស់ផ្ទះសំណាក់ហ្នឹងគេបើកភ្លើងអាខាងមុខហ្នឹងមែនអញ្ចឹងអាសលេងយប់មិញហ្នឹងហែងមានមនុស្សមកជួលអញ្ចឹងគាត់ក៏ឆ្ងល់ថាទុំហែងយប់មិញមានមនុស្សមកជួលចាំច្បាស់ណាម៉ោងប្រហែល 9 ជាង10ហ្នឹងឮសលេងមនុស្សដើរកាត់មុខបន្ទប់ហើយដូចជាដើរទៅកាន់អាមុខបន្ទប់ចិត្តហ្នឹងបន្ទប់ជាប់ហ្នឹងអញ្ចឹងហើយមិនអាភ្លើងខាងងាត់បើអត់បើបានន័យថាមានមនុស្សជួលមែនអញ្ចឹងយ៉ារីហ្នឹងគាត់ក៏ឆ្ងល់គាត់ចង់ចុះទៅក្រោមសួរបងស្រីម្ចាស់ផ្ទះហ្នឹងហើយណាមួយគាត់ចង់សួរទុកបងនឹងលេងដែរអញ្ចឹងណាអ្នកនរគ្នាហើយណាគាត់ច
ចង់ដើរមើលក្នុងផ្ទះសំណាក់នឹងដែរថាវាមិនអីមិនចឹងអញ្ចឹងគាត់ក៏ប្រាប់ដាវីថាដាវីខ្ញុំចង់ទៅក្រោមមួយផ្លែដែរហើយនៅមើលមេរៀននឹងសិនហើយអញ្ចឹងផុតមួយថ្ងៃណាអ្នកគ្នាអញ្ចឹងផុតមួយថ្ងៃហើយអញ្ចឹងយ៉ារីហ្នឹងគាត់ក៏បានដើរចុះទៅខាងក្រោមអញ្ចឹងគាត់ក៏បានដើរចុះទៅខាងក្រោមហើយគាត់ក៏ឃើញបងម្ចាស់ផ្ទះសំណាក់ហ្នឹងគាត់នៅឈរនៅមុខដដែលទេអញ្ចឹងយ៉ារីគាត់ក៏បានសួរសុខទុក្ខបងហ្នឹងថាអរុនសួស្ដីបងមិនដែរបងគេលក់ស្រួតយកមិញហើយនិយាយទៅក៏សួរសុខទុក្ខលេងអញ្ចឹងណាបន្ទាប់មកបងហ្នឹងក៏គាត់ថាអត់អីអូនគេស្រួលតើហើយមិនដែរអូនបន្ទប់អូននៅហ្នឹងមិនដែរគេលក់ស្រួលអត់អូនហើយអត់មានសម្លេងរំខានអីណាអីអញ្ចឹងយ៉ារីគាត់ក៏បានឆ្លើយតបទៅវិញថាអត់អីផងបងបន្ទប់ដេកលក់ស្រួលតែអត់អីហងបងហើយបន្ទាប់មកយ៉ារីហ្នឹងគាត់ក៏បានសួរដាក់បាននេះគាត់ឆ្លើយតបទៅវិញថាបងមិនដែរភ្ញៀវយកមិញអូមិនបងភ្ញៀវយកមិញគាត់មកយកជ្រៅពេកមែនបងខ្ញុំឮសលេងមនុស្សដើរកាត់មុខបន្ទប់ខ្ញុំអញ្ចឹងណាអញ្ចឹងយកមិញភ្ញៀវគេចូលមកទៀតមែនបងគេមកជួទស្សនៈទៀតមែនបងហើយពេលនោះបងស្រីហ្នឹងអ្វីដែលប្លែកណាតើគ្នាគឺបងស្រីម្ចាស់ទស្សនៈហ្នឹងគាត់ឆ្លើយតបមកវិញថាអូនមានមនុស្សមកពីណាអូនអត់មានតែគេជួទេបើន័យថានៅក្នុងទស្សនៈហ្នឹងមានតែអូន2នាក់តើមានតែអូន2នាក់មកជួតើអត់មានឃើញអ្នកណាគេមកទេផងអូនពេលហ្នឹងយ៉ារីគាត់គិតនឹងចិត្តថាចេះអញបងនឹងឆ្លើយថាអត់មានមនុស្សមកជួទេហើយចោះអាសលេងដើរកាត់ជប់មិញហ្នឹងស្អីគេខ្ញុំឮច្បាស់ណាអាសលេងហ្នឹងគឺជាសលេងស្រាប់ជាមនុស្សដើរកាត់មុខបន្ទប់វាមិនដែរថាមានឆ្មាកដោអីទេអត់គិតដល់រឿងហ្នឹងទេគិតថាជាមនុស្សហ្មងមនុស្សដើរកាត់ពួកដើរគ្រឹកអាសលេងយើងដើរអ្នកធំនេះអាសលេងមនុស្សដើរហើយដោយសារតែសំណាក់ហ្នឹងវាជាអត់អញ្ចឹងយើងមិនឮសលេងនៅពេលគេដើរគប់ហើយអាសលេងហ្នឹងគឺជាសលេងបីជើងណាគេពាក់បីជើងគ្រប់ហើយដើរគ្រឹកក៏ហើយដើរហ្នឹងដូចជាដើរឮសលេងដូច2-3នាក់អីចឹងណាហើយបន្ទាប់ពីបងនឹងប្រាប់ហើយថាអត់មានណាគេមកជួទេយប់មិញអញ្ចឹងយ៉ារីក៏គាត់គិតថាអញបើសិនជាជប់មិញអត់មានអ្នកគេជួផងហើយចុះអាសលេងនឹងសលេងស្អីគេហើយយ៉ារីក៏គាត់ទូទៅមកតង់នេះថាបងអត់មានអ្នកជួមែនហើយចុះអាបន្ទប់នៅចិត្តហ្នឹងមានមនុស្សនៅអីឬក៏មានតែ2អ្នកខ្ញុំទេនៅក្នុងទស្សនៈហ្នឹងហើយបងហ្នឹងក៏ប្រាប់ថាហ្នឹងឯងអូនមានតែ2អ្នកអូនឯងតែហើយមានរឿងមានបញ្ហាអីមែនអូនមានបញ្ហាអីមែនហើយពេលហ្នឹងយ៉ារីក៏គាត់ប្រាប់មកវិញថាអត់អីទេបងអត់មានបញ្ហាអីហងអញ្ចឹងខ្ញុំទៅវិញណាខ្ញុំចាប់តែមើលមេរៀនលេខបងដោយសារចិត្តប្រឡងមែនតើបងអើយអញ្ចឹងបងអូននេះសិនហើយបងនឹងបងម្ចាស់តែសំណាក់ហ្នឹងក៏គាត់ឆ្លើយវិញថាអញ្ចឹងអត់អីទេអូនឡើងទៅមើលបន្តទៀតអញ្ចឹងយ៉ារីក៏គាត់ដើរតាមផ្លូវឡើងមកបន្ទប់វិញដើរបដាគិតបដាថាចុះមកហ្នឹងជាសលេងអីគេទៅតែខ្ញុំចាំច្បាស់ណាអាហ្នឹងគឺជាសលេងមនុស្សដែលគេនៅបានន័យថាសលេងមនុស្សដែលគេដើរកាត់បន្ទប់ឲ្យចិត្តជាប់អាទ្វារហ្នឹងខ្ញុំឮច្បាស់ណាគាត់និយាយតែម្នាក់ឯងណាជុំអញ្ចឹងអាហ្នឹងជាសលេងអីបងឆ្លើយប្រាប់ថាអត់មានមនុស្សមកជួហងអាហ្នឹងស្អីគេទៅចឹងហើយពេលហ្នឹងយាយក៏គាត់និយាយខ្លួនប្រាប់ខ្លួនឯងថាអើយប្រហែលជាខ្ញុំនឹងងួយដេកពេកឯងអស់កម្លាំងទៅគេបានវាឮសលេងចេះផ្ដេសអើយកុំខ្វល់ឥឡូវបើវាចូលបន្ទប់វិញណាអូខេអ្នកនរនេះបន្ទាប់មកយ៉ារីក៏គាត់បានដើរចូលទៅក្នុងបន្ទប់វិញហើយក៏គាត់បានប្រាប់ដាវីថាម៉េចចាំមេរៀនអីគេខ្លះហើយដាវីក៏គាត់បានប្រាប់មកវិញថាអូយមើលទិញបានចាំច្រើនតើហើយម៉េចអីចូលទៅក្រោមវិញម៉េចសួរអីគេខ្លះបងនឹងហើយយ៉ារីក៏គាត់ប្រាប់វិញមានសួរអីចុះសួរសុខទុក្ខគាត់លេងហ្នឹងតោះឥឡូវយើងមើលមេរៀនបន្តទៀតដូចជាចិត្តដល់ថ្ងៃប្រឡងមែនតើហើយលុះម៉ោងប្រហែលជា10យប់បានន័យថាយប់ហ្នឹងម៉ោង10យប់ជាងណាយ៉ារីក៏គាត់ដេកមើលមេរៀនធម្មតាសុកៗដែរអញ្ចឹងហ្នឹងយប់ជាថ្ងៃទី2ហើយអញ្ចឹងដល់ពេលគាត់ពងដេកមើលមេរៀនសុកៗណាអ្នកនរគ្នាហើយអ្វីដែលគាត់ញាក់ម្ដងទៀតអញ្ចឹងលោកនេះឮសលេងម្ដងទៀតអ្នកនរគ្នាបានន័យថាឮសលេងម្ដងទៀត
តែលឺលើកនេះខុសពីម្សិលមិញដោយសារលើកនេះវាលឺសំឡេងមនុស្សដើរចូលមកហើយលឺសំឡេងមនុស្សគេនិយាយគ្នាគេខ្សឹបខ្សឹបអាល់បើតែដោយសារយើងនៅពីចម្ងាយអញ្ចឹងយើងស្ដាប់អត់សូវលឺតែដឹងតែលឺសំឡេងគេនិយាយគ្នាហើយគេដើរកាត់អញ្ចឹងហើយអ្វីដែលពិសេសខ្លាំងមែនតើខ្លាំងមែនតើអ្នកនរគ្នាគឺលឺសំឡេងមនុស្សនឹងចាក់សោទ្វារចាក់សោគ្រីកគ្រើកហើយបើកទ្វារហើយចូលបន្ទប់បិទទ្វារក្រាំងបានន័យថាគាត់នៅលឺអាចចូលបន្ទប់យើងហ្នឹងបានន័យថាលឺចូលបន្ទប់ហ្នឹងហ្មងអញ្ចឹងយ៉ារីក៏គាត់គិតថាអូប្រហែលជាភៀវគេមកជួទេហើយលើកនេះប្រហែលជាគេមកពីខាងមកពីភ្នំពេញហើយប្រហែលជាគេជួទេហើយអញ្ចឹងយើងមិនខ្វល់ឲ្យច្រើនទេហើយពេលហ្នឹងក៏គាត់កុំឲ្យថាបានកុំឲ្យគាត់ភ័យអីម្ដងទីអញ្ចឹងក៏គាត់សួរទៅកាន់ដាវីថាដាវីឯងមានលឺសលេងខ្ញុំឬគេបើកទ្វារឲ្យដើរកាត់មុខបន្ទប់អីអញ្ចឹងកុំឲ្យគាត់គិតថាគាត់លឺតែម្នាក់ឯងអញ្ចឹងគាត់ត្រូវសួរដាវីបញ្ជាក់អញ្ចឹងដាវីក៏ឆ្លើយមកវិញថាលឺតែលឺអញ្ចឹងយ៉ារីក៏គាត់បានដឹងថាអូយ៉ារីដាវីក៏គាត់លឺដែរអញ្ចឹងអត់អីទេអញ្ចឹងគាត់ក៏គេងមើលមេរៀនបន្តទៀតហើយបន្ទាប់មកគាត់ក៏មើលរហូតដល់ម៉ោងមិនដល់គាត់ក៏បានចូលគេងអ្នកទាំងគ្នាអញ្ចឹងបន្ទាប់ពីគាត់លឺសលេងគេបើកទ្វារហ្នឹងហើយក៏គាត់បានដើរក៏គាត់មើលមេរៀនចប់គាត់ចូលគេងលុះអ្វីដែលគួរមានអារម្មណ៍ថាព្រឺអ្នកទាំងគ្នាគឺយប់ម៉ោង3យ៉ារីគាត់ភ្ញាក់ដោយសារលឺសលេងជាប់បន្ទប់ហ្នឹងអ្នកទាំងគ្នាលឺសលេងជាប់បន្ទប់ហ្នឹងលឺសលេងគេចាក់ទូអ្នកទាំងគ្នាលឺសលេងគេបើកទូបើអាសលេងដាច់ប៉ោះអ្នកទាំងគ្នាស្គាល់អាសលេងដាច់ប៉ោះឬអាសលេងនេះខ្ញុំអត់ចេះធ្វើទេតែដឹងទៅសលេងដាច់ប៉ោះអ្នកទាំងគ្នាឮសលេងដាច់ប៉ោះហើយឮសលេងមនុស្សដើរនៅជាប់បន្ទប់គាត់ហ្នឹងដូចវាថាដូចមានក្មេងៗមកគ្រួសារនៅក្នុងនោះរត់ចេះចាច់ឮសលេងក្មេងអីនៅជាប់បន្ទប់ហ្នឹងយំអីចឹងណាចឹងវាឮសលេងបែបហ្នឹងអ្នកទាំងគ្នាបន្ទាប់មកឮសលេងគេដូចជានិយាយគ្នាឲ្យខ្សឹបឮសលេងរបៀបចឹងណាហើយបន្ទាប់មកឮសលេងដើរចុះដើរឡើងលឺក្រៀងហាមនុស្សដើរដូចចង់ឲ្យគេដឹងហ្មងណាអ្នកទាំងគ្នាហើយយ៉ារីក៏គាត់ឆ្ងល់ចុះម៉ោង3ហើយគេដេកកាត់ពួនអីគេនៅធ្វើស្អីគេបើទូមើលអីគេដាច់ប៉ោះហ្នឹងតែសលេងនេះជាសលេងទូដាច់ប៉ោះតើអញ្ចឹងប្រហែលជាគាត់យ៉ារីនឹងគាត់គិតថាអត់អីអាហ្នឹងប្រហែលជាគេមិនតាន់គេតាមមើលអញ្ចឹងមិនអីទេអញ្ចឹងយ៉ារីក៏គាត់បន្តគេងទាំងលឺសលេងនឹងក្រាក់ចឹងទៅលុះព្រឹកឡើងយ៉ារីគាត់ក៏បានបើកទ្វារបន្ទប់ចេញមកម្ដងទៀតគាត់ក៏បើកទ្វារបន្ទប់ចេញមកម្ដងទៀតហើយគាត់ញាក់មើលតែខាងជាប់បន្ទប់នឹងទៀតអញ្ចឹងអ្វីដែលសំខាន់នេះដល់គ្នាគឺញាក់ទៅគឺស្ងាត់ទៀតបានន័យថាសភាពដូចអាមិនសមមិញដូចជាបន្ទប់នោះមានមនុស្សជួទៀតហើយអញ្ចឹងម្ដងនេះយ៉ារីមានអារម្មណ៍ថាខ្លាចថាមានអារម្មណ៍ថាគាត់គ្រាន់តែឃើញចឹងគាត់មានអារម្មណ៍ថាប្រហោងពោះដូចភ័យខ្លាចចឹងណាអ្នកនរនេះអញ្ចឹងគាត់អត់អស់ចិត្តទេអញ្ចឹងគាត់ក៏ប្រាប់យ៉ាដាវីម្ដងទៀតថាដាវីឥឡូវខ្ញុំសុំចុះទៅក្រុមផ្លែណាអញ្ចឹងដាវីក៏គាត់អូខេអញ្ចឹងយ៉ារីក៏គាត់ចុះទៅម្ដងហ្នឹងគាត់ដើររៀងលឿនតិចដើរហើយគាត់ដើរសម្ដៅទៅកាន់បងមួយម្ចាស់ផ្ទះសំណាក់ឈរនៅមុខហ្នឹងគាត់ក៏បានដើរទៅសួរបងហ្នឹងម្ដងទៀតថាបងយប់មិញមានមនុស្សមកជួលផ្ទះទៀតមែនបងមានមនុស្សមែនមានណាគេមកជួលផ្ទះនៅផ្ទះសំណាក់បងអត់អ្វីដែលសំខាន់ណាបងឆ្លើយមកម្ដងទៀតអ្នកទាំងគ្នាអូនអត់មានទេអូនអត់មានទេមានតែអូនហើយពីរនាក់ហ្នឹងទេអូនអត់មានណាគេមកជួលទេអូនពេលហ្នឹងយ៉ារីក៏គាត់លឺចឹងហើយគាត់គោះធុងខ្លួនឯងហើយគាត់គិតក្នុងចិត្តថាចេះអូយអញសង្ស័យដោយអត់សូវស្រួលនេះផ្ទះសំណាក់នេះដោយអត់សូវស្រួលសោះចូលមកដំបូងវាមានអារម្មណ៍ថាភ័យខ្លាចហើយដល់ពេលយប់ញ៉ៃទី1ឮសលេងមនុស្សដើរកាត់មុខបន្ទប់ហើយដល់ពេលយប់ញ៉ៃទី2ឮសលេងមនុស្សជាប់បន្ទប់ហ្នឹងបើកទ្វារបិទទ្វារវិញហើយឮសលេងទូដាច់ប៉ោះហើយឮក្រាក់គ្រូងក្រាំងនៅជាប់បន្ទប់ហ្នឹងទៀតហើយដល់ពេលមកសួរបងម្ចាស់ទស្សនៈនេះបងនេះថាអត់មានមនុស្សជួលអញ្ចឹងបានន័យថាម៉េចបានន័យថាសលេងនេះជាសលេងគេទៅអញ្ចឹងពេលហ្នឹងយ៉ារីក៏គាត់អត់សួរបងអីបន្តទៀតទេអញ្ចឹងគាត់ក៏ប្រាប់បងថាអត់អីអូនច្រឡំអ្នកនរគ្នាអត់អីបងអត់អីខ្ញុំគ្រាន់តែសួរលេងអញ្ចឹងគេលោលឺមានមនុស្សគេមកជួលអញ្ចឹងទៅពួកខ្ញុំនៅក្នុងបន្ទប់ដោយសារពួកខ្ញុំមកជួលទៅវានៅតែ2នាក់អញ្ចឹងវារៀងថា
ខ្លាចដែរចឹងណាបងចឹងបើសិនមានមនុស្សមកជួចិត្តនឹងអីចឹងទៅវារៀងអត់អីវារៀងអឺសប្បាយចិត្តចឹងណាដោយសារពួកខ្ញុំជួចិត្តនៅកន្លែងអ៊ូអអញ្ចឹងបើសិនមានមនុស្សមកចឹងទៅខ្ញុំសប្បាយចិត្តដោយសារវាអ៊ូអចឹងវាអត់ស្ងាត់អញ្ចឹងបងនឹងក៏ប្រាប់មកវិញថាអត់មានទេអូនមានតែអូន2នាក់ហ្នឹងទេអញ្ចឹងយ៉ារីក៏គាត់ប្រាប់ទៅបងនឹងវិញថាអញ្ចឹងអត់អីទេបងអញ្ចឹងខ្ញុំឡើងទៅបន្ទប់វិញណាបងចាំបងនៅធ្វើការបន្តទៀតហើយខ្ញុំអត់រំខានបងទេអញ្ចឹងពេលហ្នឹងបងស្រីយ៉ារីហ្នឹងក៏គាត់បានដើរមកកាន់បន្ទប់វិញហើយបានន័យថាគាត់ដើរមកដល់កាន់បន្ទប់បានន័យថាគាត់ដើរមកដល់មុខបន្ទប់គាត់ហើយគាត់អត់បានចូលទេគាត់ញាក់ទៅមើលអាបន្ទប់ជាប់ហ្នឹងណាញាក់ទៅមើលបន្ទប់ជាប់ហ្នឹងគាត់ឆ្ងល់ថាទេអាបន្ទប់ហ្នឹងបើអត់មានមនុស្សជួលមានអីទេបងនោះប្រាប់ថាមានតែគេជួលហើយចុះអាបន្ទប់ហ្នឹងយប់មិញឮសលេងបានទ្វារគ្រឹកក្រាក់ហើយយ៉ារីគាត់អត់ចេះទេគាត់ដើរទៅមុខអាបន្ទប់ដែរគាត់ឮសលេងយប់មិញហ្នឹងគាត់ដើរហើយគាត់ឈរមុខហ្នឹងគាត់ឈរមុខហ្នឹងហើយគាត់អោនមើលអាបក្រោមទ្វារណាតោះគ្នាបានន័យថាអាប្រទេសជួលហ្នឹងវាផ្ទះសំណាក់ហ្នឹងវាមានអាប្រឡោះទ្វារនៅខាងក្រោមបានន័យថាវាមានអាប្រឡោះទូចមួយនៅខាងក្រោមបានន័យថាយើងអោនមើលអាខាងក្រោមទ្វារហ្នឹងអញ្ចឹងនៅពេលដែលគាត់អោនមើលទៅក្នុងហ្នឹងងឹតឆឹងបានន័យថាមើលអត់ឃើញអីទេប៉ុន្តែសភាពគឺងឹតឆឹងអោនទៅអត់មានឃើញអីទេអ្នកនរគ្នាអញ្ចឹងនៅពេលដែលគាត់អោនមើលហ្នឹងវាអត់មានឃើញអីទេអញ្ចឹងគាត់ក៏ងើបមកវិញគាត់គិតនឹងចិត្តថាតែអាបន្ទប់ហ្នឹងអត់មានឮសលេងអីទេប៉ុន្តែអត់មានឃើញអីទេប៉ុន្តែជួបមានឮសលេងតែជាសលេងអីគេទៅណោះអញ្ចឹងយ៉ារីក៏គាត់រៀងខ្លាចដែរអញ្ចឹងក៏គាត់អត់គិតអីច្រើនទេគាត់ដើរចូលបន្ទប់វិញអញ្ចឹងគាត់ដើរចូលបន្ទប់វិញគាត់ក៏និយាយមួយដាវីថាដាវីអញមានអារម្មណ៍ថាទៅស្រួលហើយបន្ទប់ផ្ទះសំណាក់នេះដូចជាមិនទេអញ្ចឹងពេលហ្នឹងដាវីហ្នឹងក៏គាត់ឆ្លើយមកវិញថាហុយទៅគិតអីច្រើនទេយើងដេកមើលមេរៀនបន្តនេះទៅដោយសារចិត្តដល់ថ្ងៃប្រឡងហើយហែងទៅខ្វល់អីច្រើនទេហែងអត់បានមើលមេរៀនតិចប្រឡងធ្លាក់អញ្ចឹងយ៉ារីក៏គាត់អត់គិតក៏គាត់និយាយថាតែមានអារម្មណ៍ថាខ្លាចដាវីក៏គាត់ឆ្លើយមកវិញថាចាំបាច់ខ្វល់អីវាគ្មានតែស្អីប្រហែលជាឆ្មាកដុលអីនោះឆ្មាឬក៏កដុលអីនៅក្នុងបន្ទប់ហ្នឹងទេកុំខ្វល់ប្រហែលជាពីអីចឹងឆ្លងអីចឹងឯងហើយអាទូលឺសលេងអីហ្នឹងនិយាយទៅប្រហែលជាឆ្មាអីទេជាងយើងបាច់ខ្វល់ទេយើងដេកមើលមេរៀនបន្តទៅស្អែកប្រឡងអីផងហែងនឹងអាឡែងគិតអីច្រើនតោះមើលមេរៀនទៅពេលហ្នឹងយ៉ារីក៏គាត់ថាចឹងក៏អញ្ចឹងទៅហើយពេលហ្នឹងអ្វីដែលសំខាន់ណាស់អ្នកនរគ្នាវាយប់អីបានន័យថាយប់ម៉ោងប្រហែល8ទឹកហ្នឹងបានន័យថាគាត់យប់ម៉ោង8ហើយនិយាយតែអាសាពួកគាត់ដែរគាត់មើលមេរៀន2ថ្ងៃជាប់គ្នាតែម្ដងគាត់អត់ទៅណាតែម្ដងណាតោះហើយបន្ទាប់មកយ៉ារីហ្នឹងក៏គាត់អញ្ចឹងក៏គាត់ដេកមើលមេរៀនបន្តទៀតលុះប្រហែលជាម៉ោង8ជាងអីហ្នឹងអ្នកនរគ្នាគាត់មើលសុកគាត់ក៏មានអារម្មណ៍ថាឮសលេងមនុស្សដើរកាត់នឹងម្ដងទៀតហើយអញ្ចឹងម្ដងនេះគាត់ឲ្យច្បាស់នឹងចិត្តថាជាអ្វីអញ្ចឹងពេលហ្នឹងដែលគាត់ឮសលេងមនុស្សដើរអ៊ូអនៅមុខនឹងម្ដងទៀតយ៉ារីគាត់ស្ទុះពីក្រែហ្នឹងហ្មងណាអ្នកនរគ្នាគាត់ស្ទុះពីក្រែហ្នឹងហើយដើរលបហើយបានន័យថាដើរទៅដល់បានន័យថាគាត់ដើរលបមែនតែគាត់ដើរមកចាអាមដើរបុបទៅដល់មុខបន្ទប់ហ្នឹងហើយពងលឺអាសលេងហ្នឹងហ្មងពងលឺអាសលេងហ្នឹងនៅមុខបន្ទប់គាត់អញ្ចឹងណាលឺដើរលឺអ៊ូអរបៀបថាហើយលឺសលេងដាំងគ្រឹកអាមនុស្សដើរនៅមុខបន្ទប់ហ្នឹងដល់ពេលលឺហើយដល់ពេលហ្នឹងគាត់ដើរទៅដល់មុខបន្ទប់គាត់ទាញទ្វារបើកមកគាត់ទាញបន្ទប់គាត់បើកទ្វារក្រាក់មុខទៅមុខហ្នឹងហ្មងបើកក្រាក់អ្វីដែលសំខាន់ណាអ្វីដែលពីគួរខ្លាចខាងតែអ្នកស្រុកបើកមកគឺអត់មានមនុស្សទេបានន័យថាអត់មានសោះហ្មងហើយបើគ្រាន់តែបើកក្រាក់មកអាសលេងនោះបាត់ឆឹងហ្មងមុនដំបូងពងលឺដល់ពេលគាត់ទាញទ្វារបើកមកក្រាក់បាត់ឆឹងលេបានន័យថាបើកភ្លឹបបាត់ឆឹងហើយមានខ្យល់បក់មកហ្មងអ្នកនរគ្នាបានមានខ្យល់បក់ហោះមកកាត់ឆ្លងកាត់ខ្លួនរបស់គាត់ចឹងបានន័យថាឆ្លងកាត់ខ្លួនមកហើយគាត់ពេលនោះមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងហើយមានអារម្មណ៍ថាក្នុងខ្លួនរបស់គាត់នោះព្រលឹងហោះសិផ្លិតហ្មងបានន័យថាបើកមកមានឃើញមនុស្សពងលឺអាសលេងឬសុបតោមុខគាត់ដែលគាត់នៅក្នុងទ្វារបានន័យថាគាត់មិនទាន់បើកទ្វារហើយគាត់លើតោមុខហ្នឹងហើយលឺសលេងហ្នឹងដល់ពេលបើកមកមានឃើញមនុស្សហើយមានខ្យល់ហោះមកកាត់ខ្លួនគាត់ហើយគាត់មានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនទែនហើយដល់ពេលបើកមកមានឃើញមនុស្សចឹងហើយអាសលេងហ្នឹងពងលឺលេងអត់មានលឺសលេងវិញពេលចឹងទៅគាត់មានអារម្មណ៍ថាភ័យខ្លាចគាត់ក៏បិទទ្វារក្រាំងវិញបិទទ្វារក្រឹបហើយគាត់
ចូលទៅក្នុងបន្ទប់វិញហើយគាត់ក៏បញ្ញាប់រៀបចំអ្វីក៏អាវហើយគាត់ក៏ប្រាប់យ៉ាដាវីថាចាដាវីគេរៀបចំអាវ៉ាន់ក៏អាវលឿនបាច់នៅអីទៀតហើយឥឡូវរៀបសិនហើយដាវីហ្នឹងក៏គាត់ឆ្ងល់ថាហេរៀបទៅណែហើយយ៉ារីក៏គាត់ប្រាប់ថាអឺកុំស្ទាត់អានសួរឥឡូវរៀបអ្វីអាវ៉ាន់អ៊ីមកសិនមកទៅពេលហើយដាវីក៏គាត់អញ្ចឹងក៏បានដែរដល់ពេលរៀបហើយគាត់ក៏ទាញយ៉ារីហ្នឹងក៏គាត់ទាញដៃដាវីហ្នឹងចេញពីបន្ទប់ហ្នឹងហើយដល់បានន័យថាគាត់ក៏ដល់គឺចេញពីបន្ទប់ហ្នឹងហើយគាត់រត់ចោលមកណាដល់គ្នាគាត់ទីដៃយ៉ារីហ្នឹងដាវីហ្នឹងរត់ចោលមកពេលគាត់ចោលមកដល់មុខបន្ទប់ហើយគាត់ដែរយ៉ារីហ្នឹងក៏គាត់បានប្រាប់ទៅកាន់ម្ចាស់បងស្រីម្ចាស់ផ្ទះសំណាក់ហ្នឹងថាបងអើយដោយសារអញ្ចឹងបងខ្ញុំសុំចេញយប់ហ្នឹងហើយបងដោយសារនិយាយទៅគាត់អត់ប្រាប់ការពិតទៅកាន់ថាមានរឿងបានគាត់បានជួបរឿងអីក៏ខ្លាយម្ចាស់ផ្ទះសំណាក់ហ្នឹងថាគាត់ហ្នឹងមិននិយាយផ្ទះសំណាក់គេនឹងពីអាក្រក់ថាចេញចោះអញ្ចឹងណាចឹងយ៉ារីគាត់បានប្រាប់ថាបងឥឡូវខ្ញុំសុំចេញទាំងយប់ហើយដោយសារម៉ាក់ខ្ញុំគាត់ក៏បងថាបងដោយសារម៉ាក់ខ្ញុំគាត់តែមកខ្ញុំប្រញាប់ទៅផ្ទះវិញអញ្ចឹងខ្ញុំត្រូវទៅផ្ទះវិញហើយអញ្ចឹងដាវីក៏គាត់អត់មកដែរអញ្ចឹងយ៉ារីហ្នឹងក៏គាត់ប្រាប់ថាអញ្ចឹងតបមកបងហ្នឹងក៏ប្រាប់ថាអូយអូនប្រញាប់ចេញម៉ែអូនឯណៃជួ2ថ្ងៃហើយយ៉ារីគាត់ទៅវិញហ្នឹងហើយបងខ្ញុំថាជួ2ថ្ងៃតែដោយសារឥឡូវម៉ាក់ខ្ញុំគាត់តែត្រូវតែខ្ញុំឲ្យទៅផ្ទះវិញអញ្ចឹងទាំងយប់អញ្ចឹងណាដោយសារមានបងប្អូនមកលេងអីចឹងណាគាត់ចង់ជួបខ្ញុំខ្ញុំគាត់ក៏ហត់អញ្ចឹងហើយបងស្រីម្ចាស់ផ្ទះសំណាក់គាត់ប្រាប់ថាអញ្ចឹងអត់អីអូនទៅបានអត់អីអញ្ចឹងយ៉ារីហ្នឹងក៏គាត់បានលាបងហ្នឹងហើយគាត់ដើរចេញមកខាងក្រៅហើយក៏គាត់បានជិះម៉ូតូទៅវិញបានន័យថាគាត់មកជួនហ្នឹងគាត់ជិះម៉ូតូមកមួយមិត្តភក្តិមួយយ៉ារីជាមួយដាវីហ្នឹងគាត់ជិះម៉ូតូមកគ្នាហើយគាត់នៅផ្ទះហ្នឹងគាត់ដាក់ម៉ូតូហ្នឹងផ្ញើនៅក្នុងកន្លែងចិត្តហ្នឹងបានន័យកន្លែងចិត្តហ្នឹងគឺមានកន្លែងផ្ញើម៉ូតូដែរទៅគាត់ផ្ញើ2ថ្ងៃហ្នឹងគាត់អត់មានចេញពីផ្ទះស្នាក់ហ្នឹងទេគាត់នៅតែក្នុងហ្នឹងទេអញ្ចឹងអត់ទាន់បាន2ថ្ងៃហ្នឹងគាត់ត្រូវចេញពីយប់ហ្នឹងអញ្ចឹងគាត់ឡើងជិះម៉ូតូហើយគាត់ជិះបដាគាត់មានអារម្មណ៍ថាភ័យខ្លាចខ្លាំងដែរគាត់នឹងថាអានឹងជាស្អីគេអត់ខ្លាចទេប៉ុន្តែគាត់គិតថានឹងជាខ្មោចឯអ្នកនរគ្នាបានន័យថាបន្ទប់នឹងខ្មោចឡងណាអញ្ចឹងដោយសារបើគ្រាមកវាមានឃើញមនុស្សហើយមិនតាន់បានមួយថ្ងៃហ្នឹងលេងឡងប៉ុណ្ណឹងហើយចាប់ប្រឡងនៅមួយថ្ងៃទេឡងប៉ុណ្ណាទៅអញ្ចឹងមានតែចេញមកហើយអញ្ចឹងដាវីក៏គាត់អត់យល់ពីយ៉ារីថាថៃបានត្រូវចេញទៅយប់តាំងកញ្ញាចឹងអញ្ចឹងដាវីហ្នឹងគាត់បានប្រាប់ទៅកាន់យ៉ារីថាanh chưa hãy nè thấy bên đây số hãy thử tranh chân hẹn ai cả lón phong này cái tranh nhập chân thì đây do cùng làng anh mày rất nhiều anh rối mấy người ấy mền đẹp anh chân dài đi nó gọi ban chụp mà tao cả thường cho quá có điệp rộp đường cả hàng thẻ đang ấy chọn tên muốn nhai thì mùi nữa anh thẻ phải nữa anh ở toàn ban thẻ phải nữa để sai anh lưu sling mà được đại cán bộ tục trắng á bên cái anh ở cái tha chi ấy còn cái tha miên kia mà chua nơi mùi dương đài thế bên này kia mà chua te hay kia mà chua te sinh nhã năng ấy nơi đài trắng á trắng còn anh cái tha chị ấy đài trắng ở vậy đây thay nó lừa về rất anhจะ su bong mà chắc te năng chắc te sinh nhã còn cái tha đôi anh miên phiêu na mà chua te trắngให้เป็นนั่นก่อนไอ้ก็จับแบบท่าจีจับแบบท่าไอ้ได้ไอ้ก็คว้าเตะเป็นใต้ไงไงบ้านในตะเย็นเลยบ้านมันใหญ่เฮ้ยยกมันใหญ่นั่นเจี๊ยบไปยกนั่นลื้อสลิงมาđược thầy cha mà pe nó anh khi mình xua anh thay hay viênลื้อสลิงmà được đa chặt mộtนั่นลื้อสลิงcái gì thì ai rồi hay pe nó ngày mình thayลื้อđai thật rồi chắc là pe nó hãy mỗi anh còn lừa được niềm ta anh còn kết tha chi ở bên anh kết tha chi mà được cái kia mà chua đài chắc hãy kết tha anh ấy cứ chi mà được cái mà chua đài thật rồi chắc anh ấy việc chỉ phanh hai to tiếng em ta giúp màu giúp đại dương nơi ngay đại dương lưu sệ những hai anh xuôi nó về giúp anh cùng đây nó anh nhẹ ta hãy gặp nhẹ để ban đây anh nhẹ màu bay đó nhá anh nhẹ màu đây nhá anh lưu sệ ở nơi chuột cái tục giờ nó lưu sệ ở tủ đại bỏ hai tao mới lưu sệ được chỉ không mình anh không dùng mày cho họไปช่วยanh chẳng á hay lưu sệ mà được đa cho đa làm có đúng cái đen nơi chuột cái tục nè chẳng anh một cái tha bà chi mà được hơi mình được đầy anh xuôi nó của pe màu mà nó của pe tha hay ban lưng nó anh cái tha mà được nó kia mà nơi tục nè này chẳng ở chia vậy để play cái anh ở đây thôi mà đàn bắt tay pe
anh trong cái chẹtខ្លួនanh thang ở trước ba thang chia vậy anh có bắn cho từ khổ mấy số bom mình chắc tè sầm nặng nằng su có thang bom chụp mấy miếng mà được một chu để sang ngày muốn su có thấy có thang miếng mà được một chú anh cái thang chị ấy tiền cái thang bài chị chma ai trên tầng tại vậy ai chụp đại lưu sợi nhà cho cái tụt nâng lưu sợi tụt đại có hơi lưu sợi mình được rốt làm mình được rốt mình được đa cho lanให้lưu sợi để chơi khi nó không phải tụt nâng háo lưu sợi tụt đại con nó hơi anh su có bon sấy nắng có tha dùng mình nắng âm bên này khi mà chu tê ban này thay không cho thì nắng như là hãy ái nghe đang quan đang tề chấm như là bay nhẹ đang tề hay là tốt nơi là dân tập đi nhẹ tề hay là tốt chọc nắng âm bên này khi nơi tề chắc anh su ảnh là bên hà bộ bon sấy nó đẹp ha âm bên mà đứng nơi chu cho tập tốt đang tề hay cho ăn sấy xích sấp hay tụi đại con nó chia sẻ như kì lương chắc bán luôn ta tại bên mà đứng nó không phải tốt năng hay tại bao tủ năng chắc bạn vi lương sấy những bàn chắc là lấy nó sẽ ghê hay về bò nó phép hai bên mình chu thì chắc là nó chỉ lấy kì tai nó vi ấp chỉ phải hai ấy thì mà anh cái anh nóซื้อấy thì con tài vậy đã sầm khăn giúp nâng á vàในช่องดำไงnó thấy mình dương bụng đây mới hiện sọc nằng thấy anh lưu sợi mà được nước ta mà ông Việt Nam ban đây thay lưu sợi cho ngày nâng tại đó còn ta về nó anh đau lột anh đau lột nó về nó ngày cùng mơ mới hiện hẹn đằng này sáng anh đau lột thấy anh của tu ba là phia một nó nơi về đại lưu sợi này ai vậy nó sẽ khác biệt ba phia nó cứ viện minh mà được tiền tên đà bên anh con ba phia nó cứ lưu sợi mà được đa các một nó á đa tô một năng một được xịt sẽ tận ba phia máu viện minh mà được so bỏ là hay là không họ cắt anh hay đương như là làm thằng cùi cái việc ba ngon khơi mà lấy chắc này cái ta chỉ sẽ kể chẳng như tập bên nó anh từ nhà làm vậy tin ai ấy đi một với thấy hợp đi một với chặt tranh pi xe sầm nặng nâng tay đòn cùng ai vì mà anh mà chợ của anh thiên phẹp dày phẹp hay nơi không nâng tha vì chị chu hưởng ấy tề chẳng như tập thời chói là mấy chặt tranh pi ten sân hay tụi nó già đi rồi từ nâng phẹp đào vì của con mẹ là làm thằng áo mền đặt tới xong hai phò đấy mẹ làm thằng chân này anh không phải tiền nó mi không lâu thì lắm nha hay bên nó già đi rồi con phẹp thang anh cứ ta không lâu ấy hãy tìm đại nè bác phim mót bên mà được vậy chứ cho anh mà khi nói là cho bên nơi to tiếp đi lộn bên nơi cho vài nơi to tiếp bên lo anh tiếc cái chọc chẳng bên nó già đi rồi con chi mà đào tèo về nhà chi mà đào tèo về hết con tôi thế nơi ấy thòm là từng chẳng to bị con về lồng bạn đột ấy hói con có ban lư đầm đằng nơi chụp mà đông tè sầm nặng nó nhé lư kia vậy to này tha tè nó về lon xài chẳng bàn pe nó có cho tha hay bàn tè nó ở sân miên mà để chua hay sự tiệp cha hay pe có thể chua tới miên là có tập pi nè chẳng phải chỉ pi miên rương một ai bài là ngay bàn ở sân miên mình để chua nó tè sầm nặng nó chớ tại còn ta kia là chú cái chú khử nó kẹt thiên vậy được qua chừng cái khai mà chả tè nâng bắt đâm qua đưa vào tha ấy có đây qua chẳng tự tha ở tè kê miền hiểm trai miền hiểm cho chẳng có xâm đại chất trả trên tận tờ bàn kẻ từ nó đã căn mà chặt tè xin lại tê hay còn lươn là tha đông nắng và sân chỉ dưỡng nơi lược bay ngay buôn ngay phèm ngay ấy cứ tha lon xả hai khăn làm tèm chẳng còn lư chẳng hết có bán chụp to đấy chẳng còn mình sẽ cái ta nói này là này cứ đường dài này cứ dài khăn này lon bài chẳng ấy cứ cùi lạiแต่ขณะvề đại rồi ba phi của tụi má mình khơi mà được nó nắng ba sọ món này đọc nè nắng bừng chân thì giống với nhâm tranh đằng pe đang món này đọc nè mình nơi pe hiệp trong một bạch ấy từ tiếng đại giả đi đến chỗ rất cao giả đi đào vi đến tên đọc nè chẳng đường dài như cứ chụp nơi trong khai phong trà mất cái tay ngâm ăn thêm cái tên cái sân nặng mùi nào tên này cứ đường dài cứ chụp nơi trong khai phong trà chẳng nhân viên hưởng được phần thế này đọc nhé cứ đường dài cứ cùi phải thằng được cái này đọc nhé bên từ chụp tè ném mờ tận tới này đọc nhé bây giờ chụp đường bài nữa đôi bài giặt chụp đường đôi già đi nên nào tí này đọc này cứ có thể lòng bạn đọc hết tận thái có thể chụp tè trong tè miền ở mọi lồng để sân tới từ thằng trong chữ đáy này đọc này còn làm trong chữ ok nè đọc này trong sẽ hướng từ miền tập bản năng tế nhiên sẽ câu đơn đọc này đã bắt đầu chuẩn bị gì hết chồng complete chui chơi like này sẽ thay thế này nhưng mà nè một con này đọc
ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគាំទ្រខ្ញុំដោយសារខ្ញុំទុំតែអ្នកធ្វើថ្មីថ្មោងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយ support ខ្ញុំអញ្ចឹងខ្ញុំនៅមានសាច់រឿងបន្តទៀតអញ្ចឹងសាច់រឿងមិនតែប៉ុណ្្នឹងទេហើយក្នុងឱកាសពិធីខ្ញុំនិយាយនេះនៅក្នុងថ្ងៃបុណ្យបន្ទូកថ្ងៃទី2អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានដើរលេងពីបុណ្យបន្ទូកនៅខាងមុខនេះគឺសប្បាយហើយក៏ជូនពរឲ្យការធ្វើដំណើរមានសុខភាពអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងជួបគ្នាជាមួយព្រៃខៀវម្ដងទៀតនៅសប្តាហ៍ក្រោយអរគុណ